Phục mai bong phôn ơi ngày đi màu pah mong phục mai phôn pah chom rồi đâu với cai khmum có rôm tràn thế đấy nè phục mai bong phôn đăng tha đamนี่คือđam ấy đấy phục mai phôn á mà bị đọc tà một băng một pre và thầy ngày ní trong màu thọt nóคือcá tràn men tên phục mai phôn cá tràn men tên đỡ còn ngoài phép cá xa xa thấy khmum mà rôm tràn men tên phục mai phôn khmum mà rôm tràn men tênជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះខ្ញុំណែនាំពុកម៉ែបងប្អូនឲ្យស្គាល់រុក្ខជាតិម្យ៉ាងនៃពុកម៉ែបងប្អូននេះផ្កាក៏អូមែនតើពុកម៉ែបងប្អូនហើយនៅថាគេហូបផ្កាអត់ទេណាសាក់ភ្លុកមើលប៉ែមមិនដឹងគេយកធ្វើអីកើតពុកម៉ែបងប្អូនណាដឹងណាគឺប្រាប់មកប៉ែមឡំផ្ការបស់វាថាឃើញខ្មុំអីមករមណែនហ្មងបងប្អូនណាប៉ែមបាទពុកម៉ែបងប្អូនណាធ្លាប់ស្គាល់ហើយផ្កាអីគេពុកម៉ែបងប្អូននេះផ្លែមិញខ្ញុំភ្លុកផ្កាផ្អែមឡំចឹងតែកុំព្យាយាមភ្លុកដូចខ្ញុំណាយ៉ាត់ពុលយ៉ាត់អីណាព្រោះខ្ញុំឃើញដើមនេះតំណងខ្ញុំឲ្យផ្លែស្ពឺតែតូចជាងស្ពឺតែរឹងនឹងថាហូបការ៉ុតធ្វើតែខ្ញុំnóiផ្អែមដូចផ្កាដែរតែផ្អែមឡំនេះរៀងដូចស្ពឺតែវាអត់ជូរដូចស្ពឺឯងវាជាប់ផ្អែមណាបាទពុកម៉ែបងប្អូនតែពុកម៉ែបងប្អូនថាអាហ្នឹងគឺជាដើមអីណាដើមអីគេហើយគេអាចយកធ្វើអ្វីបានពុកម៉ែបងប្អូនណាដើមរបស់វានេះបងប្អូនណាដឹងណាជួយប្រាប់ខ្ញុំផងណានេះដើមរបស់វាពុកម៉ែបងប្អូនហើយដើមមើលនេះអូយដល់កយពុកម៉ែបងប្អូនណាបងប្អូនណាដឹងថាយកធ្វើអីបានពុកម៉ែបងប្អូនជួយប្រាប់ខ្ញុំផងឃើញផ្កាវាស្អាតមែនទែនមកខ្ញុំដាច់ចិត្តចុះមកថតណាហើយក៏អូបហើយខ្មុំពេលព្រឹកខ្មុំរោមច្រើនហើយផ្កាវាឡើងក៏អូបមិនមែនត្រឹមតែខ្មុំមានជ្រាំងមានសัตว์ព្រូតសัตว์នេះទៀតអាម៉ាល់អីហ្នឹងណាបាទវារោមវានេះពេញទាំងអស់បងប្អូនណាបាទនឹងថាពុកម៉ែបងប្អូនយកប្រើប្រាស់អីបានទេណាបាទគឺល្អមែនទែនដើមរបស់វាបាទមើលខាងក្រោមអីក៏មានដែរបងប្អូនអើយម៉ែបងប្អូនទាំងផ្កាទាំងផ្លែរបស់វាភ្លុកទៅជាប់អែមឡំចុងដាតបាទបងប្អូនហើយដើមនេះភាគច្រើនដុះនៅតាមមាត់បឹងឬក៏តាមមាត់ព្រែកមាត់ស្ទឹងអីណាគឺមានច្រើនហើយផ្កាវាក៏អូបហើយដើមនេះពុកម៉ែបងប្អូនដែលពុកម៉ែបងប្អូននៅតាមមាត់ស្ទឹងឬនៅតាមបឹងអីណាក៏ថាដើមត្រោះប៉ុន្តែពុកម៉ែបងប្អូននៅតំបន់ផ្សេងថាដើមអីទៀតពុកម៉ែបងប្អូនជួយប្រាប់ខ្ញុំផងបាទពុកម៉ែបងប្អូនសម្រាប់ដើមនេះដើមត្រោះនេះបើមើលតាមឯកសារផ្សេងពុកម៉ែបងប្អូនគឺគេអាចយកទៅសម្រាប់ដើមរបស់វានេះយកទៅដាំទឹកពិសាណាសម្រាប់រាកមូលរាកអីណាហើយតាក់ទងនឹងដើមសបកវាណាគឺអាចយកទៅត្រាំស្រាដើម្បីពិសាទៅបំបត្តិការចុកសៀតអីផ្សេងណាបងប្អូនហើយតាក់ទងនឹងឫសរបស់វាអាចយកទៅណាលាបកមរមាស់អីផ្សេងណាបងប្អូនអញ្ចឹងដល់ពេលនេះខ្ញុំសូមគោរពលានិងអរគុណពុកម៉ែបងប្អូនអរគុណច្រើន
។